Bạn làយើងបន្តមកដល់ lesson 1 មេរៀនទី1ទំព័រ23 page 28 identify people's ability ការកំណត់សម្គាល់អំពីសមត្ថភាពរបស់មនុស្ស grammar គឺវេយ្យាករណ៍ can and can គឺការប្រើប្រាស់ពាក្យ can ហើយនិង can for ability and possibility ដើម្បីនិយាយអំពីសមត្ថភាពហើយនិងលទ្ធភាព you can see here can you cook ណែចេះស្លទេ no I can't តែខ្ញុំអត់ចេះទេ can you ជួយណែចេះស្លទេ use the modal can or can't ពាក្យ can និង can គឺជាពពួក modal verb គេថាចូលប្រើពាក្យ can ហើយនិង can ដែលជា modal verb and the base form of the verb ហើយនិងកិរិយាសព្ទដើម to talk about ability ដើម្បីនិយាយអំពីសមត្ថភាពកិរិយាសព្ទដើមគឺកិរិយាសព្ទដែលអ្នកនរគ្នាអត់ថែម s ឬក៏ es ទេគឺជាកិរិយាសព្ទដើមកំណើតរបស់វាតែម្ដងអ្នកនរគ្នាមើលនៅខាងក្រោមនេះគឺ affirmative statement affirmative statement មានន័យថារបស់ស្របសភៅជាទូទៅគេសរសេរថា positive statement យើងឃើញពាក្យថា David can play guitar David អាចលេងហ្គីតាបានហើយគេឃើញ David ហ្នឹងគឺមនុស្សតែម្នាក់ទេយើងអាចចំនួនគាត់ដោយ he ហើយអ្នកនរគ្នាឃើញ can play ពាក្យ play ហ្នឹងអត់មាន s ទេបាទដោយសារតែពាក្យ can ហ្នឹងគឺត្រូវការកិរិយាសព្ទដើមចឹងបើយើងថែម s កន្លែងហ្នឹងគឺខុសហើយ My grandparents can dance well បាទជីដូនជីតារបស់ខ្ញុំអាចរាំបានយ៉ាងល្អរាំបានយ៉ាងស្អាតអ្នកនរគ្នាឃើញ my grandparents គឺមាន s អញ្ចឹងពាក្យ dance ហ្នឹងនៅដដែលអត់មានថែមអ្វីទាំងអស់បាទមិនថាអញ្ចឹងទោះបីថា subject របស់វា singular ឬក៏ plural ទេគឺកិរិយាសព្ទដែលនៅបន្ទាប់ពី can គឺកិរិយាសព្ទដើមទាំងអស់បាទដើមទាំងអស់អត់ប្រែប្រួលទេទម្រង់ negative statement ទម្រង់បដិសេធគឺអ្នកនរគ្នាគ្រាន់តែថែម apostrophe t ហើយយើងថែមបន្តឲ្យថែមអក្សរ t មកមានន័យថា cannot ចឹង Victor cannot cook well my friend can't drive បើដូចគ្នាទេគឺកិរិយាសព្ទអ្នកនរគ្នាសម្គាល់ថាអត់មានថែមអ្វីទាំងអស់ es ក៏គ្មាន s ក៏គ្មានដែរបាទចំណែក yes no question and short answer ទម្រង់សំណួរបែបឆ្លើយបាទឬទេនោះគឺយើងគ្រាន់តែលើក can យកមកដាក់ខាងដើមមក can plus subject plus verb ហើយម្ដងទៀត verb នៅតែជាទម្រង់កិរិយាសព្ទដើមដដែលគឺมันមានអ្វីប្រែប្រួលទេរក្សាដដែលហើយចំណែកចម្លើយក៏ដូចគ្នាបើ yes yes I can បើ no no I can't ហើយបើជាមួយនឹងគេ subject ដទៃទៀតទៅ yes he can អញ្ចឹងទៅ no he can't អញ្ចឹងទៅyou can also use can or can for possibility អ្នកនរគ្នាអាចប្រើពាក្យថា can ឬក៏ can ដើម្បីបង្ហាញពីលទ្ធភាពឧទាហរណ៍ I am not working right now ខ្ញុំអត់ពងធ្វើការទេឥឡូវនេះ we can meet for lunch អញ្ចឹងយើងអាចនឹងជួបគ្នាញ៉ាំអាហារថ្ងៃត្រង់បាននឹងយើងនិយាយលទ្ធភាពអាចជួបគ្នាបាន I can't go to class ខ្ញុំអត់អាចទៅសាលារៀនបានទេ I have a cold ខ្ញុំមានជំងឺផ្ដាសាយបាទអញ្ចឹង I can't ឡើយនេះគឺបង្ហាញពីការដែលយើងពុំមានលទ្ធភាពធ្វើអ្វីមួយខ្ញុំពុំអាចទៅឬខ្ញុំពុំមានលទ្ធភាពទៅសាលាបានទេបាទដោយសារខ្ញុំមានជំងឺបាទខាងក្រោមនេះគឺ part C complete each conversation using can or can បាទលំហាត់នេះងាយទេបាទអញ្ចឹងអ្នកនរគ្នាមើលគំរូនៅត្រង់ grammar box ខាងលើនេះមកហើយអ្នកនរគ្នាអាចពេញបានហើយបាទអរគុណ